បួនហិរញ្ញវត្ថុ8យ៉ាងធ្វើឲ្យមនុស្សជោគជ័យក្បួនទាំង8ចំណុចខាងក្រោមនេះមនុស្សទូទៅមិនចូលចិត្តធ្វើទេដូច្នេះហើយទើបពួកគេតែងតែជួបវិបត្តិហិរញ្ញវត្ថុពេញមួយជីវិត 1. កត់ត្រាចំណូលចំណាយជាប្រចាំ 2. ដាក់ប្រាក់សន្សំស្វ័យប្រវត្តិ 3. ត្រៀមកញ្ចប់ទឹកប្រាក់ចំណាយបម្រុង 4. សងបំណុលដែលមានការប្រាក់ខ្ពស់មុនគេ 5. វិនិយោគតិចៗកុំលោភលន់ 6. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុជារឿយៗ 7. កត់ត្រាគោលដៅហិរញ្ញវត្ថុ 8. កុំផ្សងសំណាងញឹកញាប់ 1. កត់ត្រាចំណូលចំណាយជាប្រចាំសេដ្ឋកិច្ចនឹងជាប់គាំងប្រសិនបើពុំមានលំហូរសាច់ប្រាក់ក្នុងទីផ្សារដូច្នេះហើយទើបសម័យជំងឺ COVID-19 សេដ្ឋវិទូអំពាវនាវសូមកុំឲ្យពលរដ្ឋភ័យស្លន់ស្លោមិនហ៊ានចាយប្រាក់គួរនៅបន្តចាយវាយតាមធម្មតាតែការចាយគួរតែមានខ្ទង់ចំណាយសមស្របផងដែរដូច្នេះដើម្បីឲ្យដឹងប្រាក់ចេញចូលពិតប្រាកដវាតម្រូវឲ្យយើងចេះកត់ត្រាដើម្បីរក្សាឲ្យបាននូវការកាត់បន្ថយចំណាយនិងចាយឲ្យត្រូវខ្ទង់សម្រាប់អ្នករាល់គ្នាដែលកំពុងជំនះនឹងជីវភាពប្រចាំថ្ងៃយើងអាចប្រើកម្មវិធីទូរស័ព្ទដៃកុំព្យូទ័រឬកត់ត្រាចូលសៀវភៅដើម្បីធ្វើគម្រោងចំណាយនិងកត់ត្រាចំណូលចំណាយ 2. ដាក់ប្រាក់សន្សំស្វ័យប្រវត្តិដាក់ប្រាក់សន្សំស្វ័យប្រវត្តិមានន័យថាអ្នករៀបចំឲ្យប្រព័ន្ធឬធនាគារដកលើយពីគណនីចំណូលរបស់អ្នកដើម្បីបញ្ចូលទៅគណនីសន្សំដោយមិនចាំបាច់ធ្វើដោយដៃជួបជាប្រចាំដូចជារៀងរាល់ដើមសប្តាហ៍នៃខែទី1ធនាគារនឹងកាត់ប្រាក់ចំនួន$300បញ្ចូលទៅក្នុងគណនីសន្សំដោយអូតូម៉ាទិកធ្វើដូចនេះអ្នកនឹងទទួលបានអត្ថប្រយោជន៍3យ៉ាងខាងក្រោម 1. ជួយសន្សំបានទៀងទាត់ដោយគ្មានការភ្លេចភ្លាំង 2. កាត់បន្ថយការប្រើចំណាយលើអ្វីដែលមិនចាំបាច់ 3. បង្កើតទម្លាប់សន្សំបានយូរអង្វែងតែចំណុចនេះក៏ទាមទារឲ្យអ្នកយល់ខ្លះៗអំពីការប្រើប្រាស់ធនាគារតាមរយៈ Digital ផងដែរប្រសិនបើអ្នកពុំសូវយល់អំពីប្រព័ន្ធ Digital ពុំគួរប្រើប្រាស់ App ធនាគារក្នុងទូរស័ព្ទដៃនោះឡើយនេះដើម្បីជៀសវាងអំពីហានិភ័យផ្សេងៗដូចជាចូលអន្ទាក់ Scam ជាដើម 3. ត្រៀមកញ្ចប់ទឹកប្រាក់ចំណាយបម្រុងចូលបង្កើតកញ្ចប់ទឹកប្រាក់ចំណាយបម្រុងគឺជាការត្រៀមប្រាក់សម្រាប់ប្រើក្នុងស្ថានភាពមិនរំពឹងទុកដូចជាជំងឺឈឺថ្កាត់ផ្សេងៗការជួសជុលផ្ទះយានយន្តការបាត់បង់ការងារភ្លាមៗនិងហេតុការណ៍បន្ទាន់ដែលអាចកើតឡើងជាយថាហេតុវាជាប្រភេទកញ្ចប់ថវិកាសុវត្ថិភាពសម្រាប់ជីវិតហិរញ្ញវត្ថុធ្វើដូចនេះវាជៀសវាងការខ្ចីប្រាក់គេពេលមានអសន្នអន់ក្រឬហេតុការណ៍មិនរំពឹងទុកកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុនិងផ្លូវចិត្តធ្វើឲ្យមានភាពស្ងប់ចិត្តកាត់បន្ថយសម្ពាធអំពីកង្វះខាតនៃប្រាក់ចំណាយ 4. សងបំណុលដែលមានការប្រាក់ខ្ពស់មុនគេអ្នកត្រូវផ្ដល់អាទិភាពសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់ជាងគេមុនសងបំណុលប្រភេទផ្សេងទៀតដែលមានការប្រាក់ទាបដើម្បីកាត់បន្ថយចំនួនប្រាក់ដែលអ្នកត្រូវបង់សរុបនិងដោះបំណុលបានលឿនបន្ទាប់មកត្រូវដោះបំណុលរីរងតិចៗឲ្យអស់ប្រសិនបើអ្នកជំពាក់គេច្រាំងកន្លែងទោះបីមានឬគ្មានការប្រាក់ធ្វើដូចនេះកុំឲ្យមានភាពសាមញ៉ាំពិសេសកសាងក្រេឌីតរបស់ខ្លួនឲ្យល្អចំណែកបំណុលដុំដែលមានទំហំទឹកប្រាក់ច្រើនតែការប្រាក់ទាបត្រូវដោះស្រាយក្រោយគេកុំបន្ថែមបំណុលថ្មីនៅពេលអ្នកកំពុងសងគេប្រើប្រាក់ចំណូលបន្ថែមសម្រាប់សងបំណុលឲ្យលឿន 5. វិនិយោគតិចៗកុំលោភលន់វិនិយោគតិចៗបណ្ដើរគឺការចាប់ផ្ដើមវិនិយោគដោយចំនួនទឹកប្រាក់តិចនិងបន្តបន្ថែមទុនយ៉ាងទៀងទាត់ជារយៈពេលវែងដើម្បីឲ្យទឹកប្រាក់នោះកើនឡើងតាមទំហំនៃការបង្កើនតម្លៃដោយការប្រាក់សម្ព័ន្ធ compound interest និងការលូតលាស់នៃទីផ្សារប្រសិនទីផ្សារមិនល្អសូមអត់ធ្មត់កុំប្រញាប់ភ័យបារម្ភមិនត្រូវមានចិត្តលោភហ៊ានប្រថុយទឹកប្រាក់ធំដើម្បីឲ្យឆាប់មានបាននោះទេត្រូវអត់ធ្មត់ខ្ពស់ be consistency កុំដកប្រាក់ចិនញឹកញាប់ដើម្បីឲ្យប្រាក់សម្ព័ន្ធកើនឡើងធ្វើដូចនេះអ្នកមិនចាំបាច់មានទឹកប្រាក់ច្រើនដើម្បីចាប់ផ្ដើម
កាត់បន្ថយហានិភ័យដោយការបញ្ចូលលុយបន្តបន្ទាប់បង្កើតទម្លាប់ល្អនៃការវិនិយោគយូរអង្វែង 6. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុជារឿយៗរៀនមេរៀនហិរញ្ញវត្ថុជារឿយៗនៅធ្វើឲ្យការសិក្សាអំពីប្រាក់ការគ្រប់គ្រងនិងវិនិយោគក្លាយជាទម្លាប់ប្រចាំថ្ងៃវាបង្កើនចំណេះដឹងហិរញ្ញវត្ថុនិងអាចប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពក្នុងមុខជំនួញនានាអត្ថប្រយោជន៍បង្កើនចំណេះដឹងនិងជំនាញហិរញ្ញវត្ថុយ៉ាងល្អប្រសើរជួយឲ្យសម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាពកាត់បន្ថយកំហុសហិរញ្ញវត្ថុដែលអាចបណ្ដាលឲ្យខាតបង់ប្រាក់និងមានទំនុកចិត្តលើខ្លួនឯងរាល់ការសម្រេចចិត្តអំពីប្រាក់ 7. កត់ត្រាគោលដៅហិរញ្ញវត្ថុកំណត់ត្រាគោលដៅហិរញ្ញវត្ថុគឺការសរសេរផែនការលម្អិតអំពីអ្វីដែលអ្នកចង់សម្រេចផ្នែកហិរញ្ញវត្ថុដោយជាចំនួនទឹកប្រាក់ដែលត្រូវសន្សំបំណុលត្រូវសងឬទ្រព្យសម្បត្តិត្រូវសម្រេចឲ្យបានដោយទីសន្សំប្រាក់ឲ្យបាន$10,000ក្នុងមួយឆ្នាំរយៈពេល5ឆ្នាំជាប់គ្នាជាដើមវាជាជំហានដំបូងសម្រាប់បង្កើតផែនការហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពធ្វើឲ្យគោលដៅមានភាពច្បាស់លាស់មិនមែនគ្រាន់តែគិតក្នុងចិត្តងាយតាមដាននិងវាសវែងអំពីការរីកចម្រើនបង្កើនការចងចាំនិងការបដិញ្ញាធ្វើឲ្យបានសម្រេចនៅផែនការដែលបានកត់ត្រាទុក 8. កុំសងសំណាងញឹកញាប់ហាមដកប្រាក់ទើបសងសំណាងជាប្រចាំដូចជាការភ្នាល់ល្បែងការចាក់ឆ្នោតកន្ទុយលេខជាដើមពិតណាស់មនុស្សជួនកាលក៏មានសំណាងធំផងដែរតែគុំដើម្បីតែតាមយកសំណាងឬរង្វាន់ធំអ្នកក៏បណ្ដោយខ្លួនឲ្យធ្លាក់ចូលអន្ទាក់នៃល្បែងភ្នាល់អ្នកអាចផ្សងសំណាងបានតែដោយកម្របំផុតដូចជាមួយឆ្នាំម្ដងឬ2ដងតែប៉ុណ្ណោះThank you